លោកគ្រូអ្នកគ្រូគាត់ចេះចិត្តវិទ្យាសម្រាប់ក្មេងធ្វើឲ្យគាត់ចូលចិត្តចង់មករៀនកូនដូចថាធ្លាប់តែអត់ចេះភាសាអង់គ្លេសតែឥឡូវគាត់អាចនិយាយមួយយើងបានប្រចាំថ្ងៃញ៉ាំបាយមួយទឹកអីចឹងកាលមុនគាត់ជាក្មេងអត់សូវចេះនិយាយច្រើនហើយគាត់របៀបថាគាត់ស្ងៀមស្ងាត់ទៅណាដល់ពេលដាក់ចូលសាលាទៅគាត់ចេះនិយាយច្រើនមួយម៉ាក់ប៉ាមួយប្អូនជំរាបសួរនេះខ្ញុំឈ្មោះង៉ូតវណ្ណារីគឺជាម្ដាយរបស់កូនឈ្មោះវណ្ណៈពិសាស័កដែលគាត់បានរៀននៅសាលា Wilkip អន្តរជាតិនៅថ្នាក់ទី1ភាសាអង់គ្លេសហើយនិងថ្នាក់ទី2ភាសាខ្មែរវិញខ្ញុំឈ្មោះហ៊ុនម៉ាណាវីបាទខ្ញុំឈ្មោះប៉ុនមករាខ្ញុំទាំងពីរអ្នកត្រូវជាអាណាព្យាបាលរបស់សិស្សឈ្មោះអុកសេរីប្រឹក្សាដែលរៀននៅថ្នាក់ K3 ភាសាអង់គ្លេសនៅក្នុងសាលា Wilkip អន្តរជាតិ Hello, my name is Stephen Oliver and I have a 4-year-old son studying at the school. ចាខ្ញុំឈ្មោះអៀនសុភវតីជាម៉ាក់របស់អូនអានសុកញ្ញាដែលរៀននៅថ្នាក់មត្តេយ្យ K3 បងស្គាល់សាលា Wilkip អន្តរជាតិនេះតាមណាដែរបងខ្ញុំស្គាល់សាលា Wilkip នៅដោយសារតែសាលា Wilkip នៅក្បែរផ្ទះខ្ញុំដែរអញ្ចឹងខ្ញុំក៏ឃើញសាលាហើយខ្ញុំក៏ចាប់អារម្មណ៍ចូលមកក៏ឃើញថាការរៀបចំរបស់សាលាមានសណ្ដាប់ធ្នាប់មានអនាម័យហើយនិងសុវត្ថិភាពខ្ញុំពីដំបូងមកគឺសាលានេះបើកកំពុងខ្ញុំជិះពីផ្ទះមកធ្វើការធ្វើកន្លែងធ្វើការខ្ញុំចិត្តនឹងដែរអញ្ចឹងឃើញសាលាបើកក៏ឃើញទៅមើលទៅដូចជាមានចំណាប់អារម្មណ៍ដូចជាមានទាំងពីភាសាខ្មែរភាសាអង់គ្លេសអញ្ចឹងណាអញ្ចឹងក៏ចេញធ្វើការមកក៏បានចូលទៅកន្លែងសួរព័ត៌មានសាលាបាទក៏បានខាងផ្ដល់ព័ត៌មានឲ្យមកដូចជាមានចំណាប់អារម្មណ៍ក៏បានតែចិត្តដាក់កូនចូលរៀនចាដោយសារសាលានេះនៅជិតផ្ទះខ្ញុំនៅខាងក្រោយហ្នឹងហេតុផលអីមិនបងសម្រេចចិត្តដាក់កូននៅសាលា Wilkip អន្តរជាតិនេះចាដោយសារតែឃើញបរិយាកាសរបស់សាលារៀបចំមានអនាម័យមានសុវត្ថិភាពហើយនិយាយថាលោកគ្រូអ្នកគ្រូគាត់មានភាពរាក់ទាក់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានភាពកក់ក្ដៅដែលខ្ញុំអាចដាក់កូននៅសាលានេះហើយសាលាមានជាទាំងភាសាខ្មែរទាំងភាសាអង់គ្លេសដែរព្រោះខ្ញុំងាយស្រួលក្នុងការដាក់កូនទាំងព្រឹកទាំងថ្ងៃគាត់បានរៀននៅសាលានេះតាំងពីជំហានដំបូងខ្ញុំគិតថាចង់ឲ្យគាត់នឹងចេះភាសាអង់គ្លេសមុនភាសាខ្មែរអញ្ចឹងដោយសារឃើញសាលាមានគ្រូបរទេសអញ្ចឹងទៅក៏ដាក់កូនរៀននៅសាលានឹងតែម្ដងទៅណាមួយវាងាយស្រួលចិត្តកន្លែងធ្វើការចិត្តផ្ទះហងBecause we felt the quality of the school buildings were good and met the standards we were expecting to see. We did compare with other schools and felt, well, kids was good and for where we live, it's a good location. I think generally it meets our requirements. ខ្ញុំគិតថាសាលានេះល្អសាលាគាត់ថ្មីស្អាតរបៀបអនាម័យស្តង់ដារហើយជាសាលាអន្តរជាតិទៀតបងគាត់ថាមុននឹងក្រោយគាត់ចូលរៀននៅសាលា Wilkip អន្តរជាតិនេះគាត់ប្រែប្រួលមួយខ្លះដែរបងសម្រាប់ខ្ញុំដែលមានកូននៅរៀននៅសាលានេះគឺខ្ញុំឃើញថាគាត់អភិវឌ្ឍល្អជាងមុនហើយគាត់យកចិត្តទុកដាក់រៀនជាងមុនហើយគាត់ពេញចិត្តនៅក្នុងការមកសាលាជាងមុនព្រោះអីលោកមុនគាត់ពិបាកក្នុងការចូលរៀនគាត់អត់ចង់ទៅរៀនទេលោកគ្រូអ្នកគ្រូគាត់និយាយថាយកចិត្តទុកដាក់ចេះរួមដូចថាចេះចិត្តវិទ្យាសម្រាប់ក្មេងធ្វើឲ្យគាត់ចូលចិត្តចង់មករៀនកាលពីអូនអត់ទាន់បានមករៀននៅសាលាហ្នឹងគាត់រៀងលពឹសច្រើនហើយនិយាយទៅនិយាយគាត់និយាយទៅគាត់ក្មេងគាត់លពឹសច្រើនលេងច្រើននិយាយអត់ទៅស្ដាប់គ្នាហ្មងទេប៉ុន្តែបន្ទាប់ពីគាត់បានមករៀននៅសាលានេះទៅឃើញថាឥឡូវគាត់រៀងដឹងក្តីច្រើនយើងនិយាយអីចឹងទៅគាត់ដូចថាឆាប់យល់យើងនិយាយអញ្ចឹងយល់ពីគ្នាបានច្រើនគាត់ឥឡូវដូចចាស់ទុំជាងមុនសុបាយចិត្តទៅឃើញកូនដូចថាធ្លាប់តែអត់ចេះភាសាអង់គ្លេសតែឥឡូវគាត់អាចនិយាយមួយយើងបានប្រចាំថ្ងៃញ៉ាំបាយមួយទឹកអីចឹងគាត់និយាយជាភាសាអង់គ្លេសបានអញ្ចឹងក្នុងនាមខ្ញុំជាម៉ាក់ជាប៉ាសុបាយចិត្តទៅឃើញតែកូនទៅចម្រើនអញ្ចឹងសម្រាប់គាត់ខ្ញុំឃើញថាគាត់រៀនថាចូលក្នុងសង្គមបានចុះច្រើនណាវាថាគាត់ចេះបត់បែនតាមកលៈទេសៈខ្លះអញ្ចឹងពីភាសាពេលនៅផ្ទះតែឯងអញ្ចឹងតែឥឡូវគាត់រៀនយល់ដឹងច្រើនពីពេលយកនងគាត់ចេញទៅក្រៅអីគាត់រៀនច្រើនបើនិយាយពីការនិយាយវិញគាត់និយាយបានច្រើនប៉ុន្តែតកតឹងជាមួយនឹងការរៀនវិញគឺថាពេលគាត់ដឹងថាពេលទៅសាលាមកគាត់ជំរាបសួរអញ្ចឹងកូនមកបរៀនវិញហើយគាត់ចង់បានអីចឹងគាត់ប្រាប់ថាអូនសុំទៅនេះអូនសុំទៅទឹកឬមួយក៏អូនចង់ញ៉ាំអីអញ្ចឹងណា He's in Khmer only morning classes and his work has improved and being able to write in Khmer and read is very good. And from what I understand from my wife and
other people around. He speaks Khmer very well, and that has improved while he's been at school. I think the quality of the work which he is able to demonstrate when he comes to school is a good reflection on how good the teachers are. He seems to enjoy everything. The fact there are 1 or 2 other activities such as Taekwondo on a Thursday morning means it's not just a classroom structured environment, and I feel that's good for his development, and in particular because he is currently an only child, it's a good way to improve his social skills. កាលមុនគាត់ជាក្មេងអត់សូវចេះនិយាយច្រើនហើយគាត់របៀបថាគាត់ស្ងៀមស្ងាត់ទៅណាដល់ពេលដាក់ចូលសាលាទៅគាត់ចេះនិយាយច្រើនមួយម៉ាក់ប៉ាមួយប្អូនហើយគាត់របៀបចេះតែសេខ្លួនឯងចេះអីអញ្ចឹងណាគាត់វិវត្តអីច្រើនគាត់ថាវាមិនបានអី 100% តែគាត់ថាឃើញគាត់រីកចម្រើនច្រើនអញ្ចឹងណា ចុះចំពោះតម្លៃសិក្សាហើយនិងលក្ខខណ្ឌបង់ប្រាក់នៅសាលាវិទ្យាអន្តរជាតិនេះបងយល់ឃើញមិនដែរ ចំពោះតម្លៃសាលាគឺសមរម្យព្រោះដោយសារតែខ្ញុំក៏បានប្រៀបធៀបតម្លៃសាលាពីផ្សេងៗទៀតដែរគឺឃើញថាគុណភាពរបស់សាលាហើយនិងតម្លៃគឺសមរម្យអាចទទួលយកបានហើយការបង់ប្រាក់គឺមានលក្ខខណ្ឌច្រើនដែលអាចឲ្យឪពុកម្ដាយយើងជាអាណាព្យាបាលហ្នឹងជ្រើសរើសបើយើងបង់ជាកញ្ចប់មួយឆ្នាំយើងមាន discount បានច្រើនដែរ សម្រាប់តម្លៃខាងសាលាគាត់ដូចថាលើកទឹកចិត្តដល់មេដាបិតាសិស្សអញ្ចឹងណាដូចថាអាចបង់ពីឆ្នាំក៏បានជាត្រីនេះឲ្យ3ខែម្ដងហ្នឹងហើយប្រចាំខែក៏បានទាំងគុណភាពនិងតម្លៃសិក្សារបស់កូនខ្ញុំរាល់ថ្ងៃខ្ញុំអាចទទួលយកបាន I think value for money is very, very good. There are many schools here in Phnom Penh which use the word international in their title, but are probably not as good and charge a lot more. So we are very happy with Kids International. ខ្ញុំគិតថាអត់អីទេសម្រាប់ខ្ញុំតែតាមប៉ាម៉ាក់ផ្សេងខ្ញុំអត់ដឹងតែសម្រាប់ខ្ញុំគិតថាវាសាលាគេស្តង់ដារដែរសាលាសិតតែគ្រូបរទេសបើមិនជាយើងតម្លៃប៉ុណ្ណឹងគឺវាសមរម្យអាចតូតាល់គ្នាបានណា ជាចុងក្រោយខ្ញុំក៏សូមអរគុណដល់សាលាដែលពេលដែលខ្ញុំដាក់កូនមករៀនហ្នឹងទៅឃើញថាគាត់អភិវឌ្ឍជាងមុនគាត់ចូលចិត្តចង់មកសិក្សាខ្ញុំជាម្ដាយក៏មានភាពកក់ក្ដៅដែលថាបានកូនមករៀនទីកន្លែងដែលមានសុវត្ថិភាពធ្វើឲ្យគាត់មានភាពកក់ក្ដៅដូចនៅផ្ទះដែរអញ្ចឹង ចុងក្រោយសូមអរគុណដល់លោកគ្រូអ្នកគ្រូនៅសាលាវិទ្យាដែលបានបង្ហាត់បង្រៀនកូននាងខ្ញុំឲ្យបានដូចថាឆ្លាតជាងមុនអភិវឌ្ឍបានលឿនជាងមុនអញ្ចឹងសូមផ្ដាំផ្ញើដល់មេដាបិតាដែលចង់បានកូនឆ្លាតវៃអញ្ចឹងនាំកូនមករៀននៅសាលាវិទ្យាទាំងអស់គ្នាចា៎អរគុណ ពីដំបូងខ្ញុំសូមអរគុណទៅអ្នកគ្រូក្នុងថ្នាក់គាត់ហើយគ្រូទាំងអស់មែនតើព្រោះដោយសារបងដឹងកូនបងមានលទ្ធភាពច្រើនហើយទីពីរទៀតគាត់មានអលក្ខស៊ីហើយអ្នកគ្រូគាត់ប្រយ័ត្នប្រយែងហ្នឹងជាពិសេសពេលខ្លះទៅខ្ញុំញាក់ផ្អើលពេលគាត់ផ្ញើសារទៅប្រាប់ខ្ញុំថាអូនគាត់ញ៉ាំនេះញ៉ាំនោះអីដែលថាបោះគេឬក៏អីចឹងគាត់ប្រាប់ខ្ញុំភ្លាមខ្ញុំអរគុណគាត់ចំណុចហ្នឹងទាំងវិសុទ្ធទាំងអីទាំងអស់គ្នាមែនតើ ខ្ញុំក៏អរគុណលោកគ្រូអ្នកគ្រូទាំងអស់ដែលជួយប្រហាត់រៀនកូនខ្ញុំអញ្ចឹងណាឲ្យគាត់របៀបថារៀនក្លាហានរៀនហ៊ាននិយាយច្រើនចេះតែសេច្រើនក៏អរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាអរគុណច្រើន